មិនចាស់តាមអាយុលោកយាយ96ឆ្នាំថតវីដេអូហើយលិខិតព្រមានចោលស្អែកឡើងបង្ហោះថា Hangover ធ្វើឲ្យអ្នកគាំទ្រផ្ទុះសំណើចលោកយាយ Lilian Tronic ដែលគេស្គាល់ច្បាស់តាមបណ្ដាញសង្គមថាជា Grandma Tronic វ័យ96ឆ្នាំបានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គមផ្ទុះសំណើចនិងចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកយាយបានបង្ហោះសកម្មភាពមិនខ្វល់ពីលិខិតព្រមានរបស់គណៈគ្រប់គ្រងបណ្ដុលថែទាំមនុស្សចាស់ខាងគ្រប់គ្រងបណ្ដុលចាស់ជរាបានផ្ញើលិខិតព្រមានទៅកាន់លោកយាយបន្ទាប់ពីមានការប្តឹងតវ៉ាជាច្រើនលើកអំពីសម្លេងរំខាននៅពេលយប់ជ្រៅនិងមានភ្ញៀវចេញចូលបន្ទប់របស់លោកយាយរហូតដល់ម៉ោង1យប់ក្រៅពីការបើកជប់លៀងខាងបណ្ដុលក៏បានចាប់ប្រកាន់លោកយាយថាបានលួចចែករំលែកគ្រឿងស្រវឹងដល់អ្នកស្និទ្ធស្នាលផ្សេងទៀតនៅក្នុងបណ្ដុលផងដែរលិខិតនោះបានបញ្ជាក់ថាប្រសិនបើនៅតែមានហេតុការណ៍បែបនេះទៀតខាងបណ្ដុលនឹងកម្រិតការចូលរួមសួរសុខទុក្ខពីភ្ញៀវខាងក្រៅឬអាចឈានដល់ការពិចារណាបញ្ឈប់សិទ្ធិស្នាក់នៅក្នុងបណ្ដុលតែម្ដងលោកយាយ Lilian មិនបានសម្ដែងការព្រួយបារម្ភឬខ្លាចញញើតឡើយដោយលោកយាយបានលើកឡើងថាលោកយាយបង់ថ្លៃស្នាក់នៅក្នុងបណ្ដុលនោះរហូតដល់ប្រមាណ$12,000នៅក្នុងមួយខែដូច្នេះលោកយាយមានសិទ្ធិរីករាយជាមួយមិត្តភ័ក្តិលោកយាយបានថតវីដេអូហែកលិខិតព្រមាននោះនៅលើកាមេរ៉ាតែម្ដងដោយនៅព្រឹកថ្ងៃបន្ទាប់លោកយាយបានបង្ហោះវីដេអូមួយទៀតដោយប្រាប់អ្នកគាំទ្រថាលោកយាយកំពុងតែ Hangover ដោយសារតែការជប់លៀងកាលពីយប់មិញតំណាងរបស់លោកយាយបានប្រាប់ឲ្យដឹងនៅពេលក្រោយថាចំនួននេះត្រូវបានដោះស្រាយរួចរាល់ហើយលោកយាយនៅតែអាចទទួលភ្ញៀវមកលេងនៅពេលយប់ជ្រៅបានដដែលប៉ុន្តែត្រូវយល់ព្រមលើលក្ខខណ្ឌមួយគឺហាមមិនឲ្យចែករំលែកគ្រឿងស្រវឹងដល់អ្នកស្នាក់នៅក្នុងបណ្ដុលផ្សេងទៀតឡើយថ្មីត្បិតតែមានវ័យ96ឆ្នាំទៅហើយក្តីប៉ុន្តែស្មារតីនៃការកម្សាន្តនិងភាពសប្បាយរីករាយរបស់លោកយាយ Tronic នៅតែមិនចាស់តាមអាយុឡើយ